នេះគឺជាព្រៃ Amazon កន្លែងមួយក្នុងចំណោមកន្លែងដែលគ្មានមនុស្សរស់នៅច្រើនបំផុតនៅលើភពផែនដីរបស់យើងខ្ញុំបានបង្កើតឡើងវិញនៅកំណែខ្នាតតូចនៃព្រៃ Amazon ទន្លេព្រៃត្រូពិកនិងប្រភេទសត្វគួរឲ្យចាប់អារម្មណ៍បំផុតមួយចំនួនកំភ្លើងធំនិងអាណានិគមកើនឡើងនៅពេលដែលខ្ញុំធ្វើត្រាប់តាមព្រឹត្តិការណ៍ជីវិតពិតហើយតើនឹងមានអ្វីកើតឡើងនៅពេលដែលខ្ញុំព្យាយាមបង្កើតឡើងវិញនៅទន្លេមួយក្នុងចំណោមទន្លេដ៏ព្រៃផ្សៃបំផុតរបស់ពិភពលោកនៅក្នុងធុងមួយនេះគឺជាព្រៃ Amazon មែនហើយទេវាមិនមែនទេតាមពិតទៅនេះគឺជាចក្រភពអង់គ្លេសកន្លែងមួយក្នុងចំណោមកន្លែងត្រូពិកតិចតួចបំផុតនៅលើផែនដីប៉ុន្តែខ្ញុំកំពុងព្យាយាមបង្កើតឡើងវិញនៅព្រៃត្រូពិក Amazon ដោយប្រើធុងសម្រាប់ព្រៃនិងមួយទៀតសម្រាប់ទឹកយ៉ាងណាមិញវីដេអូនេះគឺសហការជាមួយ Ants HQ Ants HQ បានផ្ញើស្រមោចសម្ភារៈនិងអ្វីគ្រប់យ៉ាងដែលខ្ញុំត្រូវការដើម្បីសាងសង់គ្រឹះសម្រាប់ប្រព័ន្ធអេកូឡូស៊ីខ្នាតតូចមួយយើងបានចាប់ផ្ដើមសាងសង់ព្រៃត្រូពិកមួយដែលមានស្រទាប់បង្ហូរទឹកនៅខាងក្រោមហើយចូលទៅក្នុងដីខាងលើដើម្បីឲ្យស្រមោចអាចជីកផ្លូវរួមក្រោមដីនិងសាងសង់សម្បុកផ្ទាល់ខ្លួនរបស់វាដើម្បីធ្វើឲ្យធុងមើលទៅដូចជាកម្រាលព្រៃឈើនិងធ្វើឲ្យវាមើលទៅធម្មជាតិខ្ញុំបានបន្ថែមថ្មស្លឹកឈើនិងឈើមួយចំនួនស្រមោចនៅក្នុងបំពង់ទាំងពីរនេះមិនមែនជាស្រមោចសួនច្បារធម្មតាទេពួកវាមានទំហំធំពួកវាមានថ្គាមដ៏មានអានុភាពដែលអាចខ្ទាស់លឿនជាងការព្រិចភ្នែកដល់ទៅ 2-300 ដងអាណានិគមស្រមោចនីមួយៗមានមហាក្សត្រីប៉ុន្តែនៅក្នុងអាណានិគមនេះយើងមានច្រើនជាងមួយមានមហេសីយ៉ាងហោចណាស់2អង្គហើយស្រមោចដែលនៅសល់គឺជាកម្មកររបស់មហេសីពួកវាមកដល់ហើយការងារខ្លះបានចេញដំណើររុករកខណៈពេលដែលខ្លះទៀតនៅយាមមហេសីខ្ញុំបានទុកស្រមោចឲ្យនៅម្នាក់ឯងរហូតដល់ថ្ងៃបន្ទាប់ប៉ុន្តែពេលខ្ញុំត្រឡប់មកវិញសម្បុកទាំងពីរគឺទទេស្អាតប៉ុន្តែបន្ទាប់ពី 2-3 ថ្ងៃពួកវាត្រឡប់មកវិញហើយខ្ញុំអាចមើលឃើញស្រមោចកម្មករកំពុងរំកិលថ្មតូចៗនិងដឹកដីមិនអាចទៅរួចទេពួកវាទាំងអស់គ្នាកំពុងធ្វើវាតាមពិតស្រមោចកំពុងសាងសង់ផ្ទះផ្ទាល់ខ្លួនរបស់វាដូចជាការដ្ឋានសំណង់ខ្នាតតូចមួយលើកលែងតែវានៅក្រោមដីនៅក្នុងការរៀបចំធម្មជាតិដូចនេះស្រមោចអាចជីកចូលទៅក្នុងដីដែលវាងឹតនិងមានសំណើមវាក៏ជាកន្លែងសុវត្ថិភាពសម្រាប់ពួកវាផងដែរបន្ទាប់ពី 2-3 សប្តាហ៍ខ្ញុំបានពិនិត្យមើលនៅក្រោមឈើដើម្បីមើលថាតើពួកវាសម្រេចបានវឌ្ឍនភាពអ្វីខ្លះទន្លេ Amazon ពោពេញទៅដោយប្រភេទត្រីគួរឲ្យចាប់អារម្មណ៍បំផុតមួយចំនួនខ្លះមានចិត្តស្ងប់និងខ្លះទៀតចូលចិត្តទាមទារទឹកដីសម្រាប់ខ្លួនឯងនៅក្នុងអាងនេះខ្ញុំចង់សាងសង់ជម្រកធម្មជាតិសម្រាប់ពួកវាទាំងអស់ខ្ញុំបានចាក់ស្រទាប់ខាងក្រោមចូលហើយបន្ទាប់មកដាក់ក្នុងថ្មនិងឈើដោយជាពួកវាបានធ្លាក់ចូលទៅក្នុងទន្លេដោយធម្មជាតិតាមពេលវេលាបន្ទាប់មកខ្ញុំបានបន្ថែមរុក្ខជាតិហើយខ្ញុំគិតថាទន្លេនោះបានបញ្ចប់ហើយប៉ុន្តែនៅក្នុងទន្លេ Amazon រឿងរ៉ាវមិនឈប់នៅត្រឹមផ្ទៃទឹកទេក្នុងរយៈពេលប៉ុន្មានខែបន្ទាប់អាងចិញ្ចឹមត្រីមានបញ្ហាសារាយមួយចំនួនប៉ុន្តែគ្មានអ្វីដែលមិនអាចជួសជុលបានទេបង្គានិងខ្យងគឺជាក្រុមសម្អាតធម្មជាតិមួយចំនួនរបស់ Wild Loose ហើយនៅក្នុងអាងចិញ្ចឹមត្រីពួកវាក៏ធ្វើដូចគ្នាដែរបង្គាអាចជីកចូលទៅក្នុងសារាយដ៏លំបាកបំផុតសូម្បីតែចំណុចដែលអ្នកមិនអាចទៅដល់ដូចជាស្លឹកឈើឆ្ងាញ់ៗមួយចំនួនដែលអ្នកជាធម្មតាត្រូវកាត់ចេញហើយខ្យងដោះស្រាយកាកសំណល់ទាំងអស់ពីដីរហូតដល់ឫសដើមឈើនៅខាងក្រោមផ្ទៃទឹកទាំងនេះគឺជាត្រីដែលមានផ្ការីកនៅ Amazon ដែលជាត្រីដែលបង្ហាញខ្លួនជាមួយគ្នាហើយតែងតែប្រុងប្រយ័ត្នជានិច្ចចំពោះសត្វមំសាសីពួកវាជាត្រីដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយចំនួននៅក្នុង Amazon ពួកវាមានល្បឿនជញ្ជីងរបស់វាភ្លឺចែងចាំងក្នុងពន្លឺនិងជាត្រីដែលតូចបំផុតប៉ុន្តែមានពណ៌ស្រស់ឆើតឆាយបំផុតដែលអ្នកអាចរកបាន
ប៉ុន្តែតើមានអ្វីកើតឡើងនៅពេលដែលត្រីដែនដីលេចឡើងខណៈពេលដែលទន្លេស្រកចុះចូលយើងក្រឡេកមើលជីវិតនៅលើផ្ទៃទឹកការរកចំណីមិនដែលឈប់នៅក្នុងព្រៃត្រូពិចឡើយយូរមុនពេលដែលស្រមោចឃើញអាហារពួកវាអាចមានអារម្មណ៍ចាហួយតាមរយៈអង្តែនរបស់វាស្រមោចអាចទំនាក់ទំនងជាមួយគ្នាទៅវិញទៅមកដោយប្រើសញ្ញាគីមីរាងកាយរបស់ស្រមោចត្រូវបានបង្កើតឡើងសម្រាប់ជីវិតនៅក្នុងព្រៃរួមល្អិតល្អិតពាសពេញរាងកាយរបស់ពួកវាជួយស្រមោចឲ្យមានអារម្មណ៍អាហារគ្រោះថ្នាក់និងសូម្បីតែការផ្លាស់ប្ដូរនៅក្នុងបរិស្ថានរបស់ពួកវាតាមរយៈរំញ័រស្រមោចបានចាប់ផ្ដើមបំបែកបំណែកចាហួយចេញមិនមែនសម្រាប់ខ្លួនវាទេប៉ុន្តែដើម្បីយកត្រឡប់ទៅសម្បុកវិញចាហួយដើរតួជាប្រភពទឹកដូចជាទឹកដមនៅក្នុងព្រៃដែរស្រមោចរក្សាទុកវានៅពេលណាដែលវាអាចធ្វើបានដោយត្រៀមខ្លួនសម្រាប់អ្វីដែលនឹងកើតឡើងនៅខាងមុខនេះគឺជាត្រី Epistogramma ដែលជាត្រីដែលរស់នៅក្នុងដែនសមុទ្រដំបូងឡើយត្រីឈ្មោលមើលទៅហាក់ដូចជាស្រពោននៅពេលវាតាំងលំនៅប៉ុន្តែយូរទៅពួកវាបង្កើតភាពជាដៃគូនិងសម្អាតរូងភ្នំតូចៗជារបស់ខ្លួនប៉ុន្តែទន្លេនេះមិនមែនជាកម្មសិទ្ធិរបស់ប្រភេទសត្វតែមួយនោះទេត្រីខ្លះនៅជិតផ្ទៃទឹកឯខ្លះទៀតបាត់ខ្លួនចូលទៅក្នុងរុក្ខជាតិនៅពេលដែលរដូវផ្លាស់ប្ដូរស្លឹកឈើជ្រុះដាក់វានៅទីនោះហើយបន្ទាប់មកភ្លៀងចាប់ផ្ដើមដំណក់ទឹកនីមួយចាប់ផ្ដើមផ្លាស់ប្ដូររូបរាងបាតព្រៃហើយសត្វនីមួយត្រូវតែសម្របខ្លួនស្រមោចបានដឹងពីទឹកភ្លៀងហើយចាប់ផ្ដើមផ្លាស់ទីនៅក្រោមដីភ្លៀងជួយព្រៃឈើចិញ្ចឹមទន្លេពេលភ្លៀងចប់ Amazon ខុសគ្នាទាំងស្រុងក៏ភ្ញាក់ឡើងនៅទីនេះអ្វីទាំងអស់សុទ្ធតែជាការបរបាញ់ឬត្រូវបានគេបរបាញ់ប៉ុន្តែសំណួរពិតប្រាកដគឺថាតើអ្វីអាចរស់រានមានជីវិតដោយរបៀបណាស្លឹកឈើក្នុងព្រៃត្រូពិចចិញ្ចឹមសត្វតូចទាំងនេះហៅថា Daphnia ប៉ុន្តែពួកវាមានទំហំតូចផុយស្រួយហើយពួកវាតែងតែត្រូវបានគេបរបាញ់ទន្ទឹមនឹងនេះដែរនៅលើដីគោកភ្លៀងបានស្រឡះហើយស្រមោចបានលេចចេញមកវិញដូច្នេះហើយទើបមានសត្វល្អិតខ្លះហើយមច្ឆាត្រូវតែការពារពីអ្វីដែលអាចបាក់ចូលក្នុងសម្បុកមានរុយច្រើនពេកដោយសារអាហារស្ថិតក្នុងហានិភ័យហើយមច្ឆាអាចស្ថិតក្នុងគ្រោះថ្នាក់ស្រមោចជាកម្មករបានបំបែកគ្នាដើម្បីការពារមច្ឆាមើលវិចិត្រដល់កម្រិតណាយល់ហើយនោះជាការហៅមួយដងប៉ុន្តែស្រមោចជាកម្មករមិនឈប់ឈរហើយពួកវាចាប់ផ្ដើមចាប់ពួកវាម្ដងមួយចំណីស្រមោចដូចជាកន្លាតដូបៀនេះមិនងាយស្រួលចាប់ទេប៉ុន្តែស្រមោចឃ្លានហើយរាល់ចលនាសុទ្ធតែមានតម្លៃរាល់អាហារនីមួយធានាអនាគតនៃអាណានិគមការបរបាញ់បែបនេះគឺជាការខិតខំប្រឹងប្រែងជាក្រុមកន្លាតដូបៀកាន់តែមានចំនួនតិចជាងស្រមោចប្រើថ្គាមដ៏មានអានុភាពនិងទ្រនិចដ៏សាហាវរបស់វាដើម្បីកម្ចាត់សត្វដែលធំជាងខ្លួនស្រមោចយកអាហារចុះទៅក្នុងសម្បុកគ្រប់គ្រាន់ដើម្បីរស់នៅក្នុងអាណានិគមបានច្រើនថ្ងៃ
ស្រមោចបានប្រឈមមុខនឹងអ្វីៗគ្រប់យ៉ាងដែលនៅក្នុងផ្លូវរបស់វាលើរូបរាងរបស់វាធ្គាមអន្ទាក់មានថាមពលខ្លាំងរហូតដល់វាថែមទាំងអាចលោតចេញនៅពេលខំសัตว์ព្រៃទៀតផងប៉ុន្តែវាសម្រាប់អ្វីទីបំផុតខ្ញុំបានថតវាដោយកាមេរ៉ាវិធីដោះស្រាយបណ្ដោះអាសន្នគឺការផ្ទុកពងមាន់ជាចង្កោមធំៗដែលមានន័យថាមហាក្សត្រីកំពុងលូតលាស់ហើយវិធីដោះស្រាយបណ្ដោះអាសន្នបានធ្វើការងាររបស់វាបេសកកម្មបានសម្រេចនៅក្នុងទន្លេនេះសហគមន៍ត្រីមួយក្រុមបានរកឃើញវិធីរស់នៅជាមួយគ្នាដោយសន្តិភាព